ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនថ្ងៃនេះខ្ញុំនាំបងប្អូនមកស្លម្ជូរគ្រឿងទីនេះបងប្អូនទាំងអស់គ្នាគឺម្ជូរគ្រឿងជាមួយនឹងសាច់ផ្អែមគេហៅសាច់ផ្អែមបងប្អូននឹងសាច់ទុនៗហ្នឹងហើយជាមួយនឹងឈាមគោបងប្អូនទាំងអស់គ្នានេះគឺសាច់នេះគឺខ្ញុំទិញ1គីឡូហើយឈាមហ្នឹងគឺគេអ្នកលក់ថែមឲ្យបងប្អូនទាំងអស់គ្នាគឺយើងទិញគេគាត់ថែមឲ្យទិញពូទិញអីហ្នឹងបងប្អូនតោះមកនេះគឺជាគ្រឿងផ្សំរបស់យើងមានគល់ក្រីម្ដែងស្លឹកក្រូចសើចខ្ទឹមសអីហ្នឹងបងប្អូនអរគ្នាហើយនឹងជាមួយនឹងម្ទេសឆ្អើបងប្អូនអរគ្នាហើយនេះខ្ញុំបន្ទាប់ពីខ្ញុំរៀបចំពេលផ្សំអីហើយខ្ញុំត្រូវបេះក្បាល7បងប្អូននឹងសាវាខ្ចីពេកភ្លៀងធ្លាក់មកមេមកអញ្ចឹងនេះទៅគឺតំណងមើលទៅបងប្អូនគ្នាគឺឡើងខ្ចីហ្មងនេះគឺបេះឡើងជក់ដៃបងប្អូនអរគ្នាហើយមានអីឆ្ងាយនៅចិត្តផ្ទះវាដើមវាទៀតបងប្អូនយើងក្តាច់វាយកមកតាមម៉ាសាឡមកបងប្អូនទាំងគ្នាយកច្រើនពេកកុំដឹងទុកធ្វើអីទេព្រោះវានៅចិត្តផ្ទះអញ្ចឹងយើងចង់ស្លោយើងអាចទៅបេះបានបងប្អូននេះបេះបានមកជ្រៅបងប្អូនហើយគឺខ្ចីល្អមែនតើយកមកដាក់ជាមួយនឹងគ្រឿងក្រៅរបស់យើងបងប្អូនបន្ទាប់មកយើងធ្វើការហាន់គល់ក្រីរបស់យើងដាក់ចូលទៅបានដើម្បីត្រៀមបុកចឹងបងប្អូននេះគល់ក្រីយើងគឺយើងហាន់បានម៉ត់ល្អមែនតើដាក់ខ្ទឹមសពី3កំពឹសលឹកក្រូចសើចទឹកអីហ្នឹងហើយនឹងម្ដែងបងប្អូនដាក់ចូលគ្នាទាំងអស់មកយើងបុកវាឲ្យម៉ត់ហើយបងប្អូនអរគ្នានេះខ្ញុំមានថែមជាមួយនឹងគ្រីតុក្កតាបងប្អូនគឺដាក់យកពណ៌អញ្ចឹងបងប្អូនបើយើងមានលីមីតដាក់ក៏ឈ្ងុយដែរបងប្អូនអរគ្នាពូលីមីតខ្មែរយើងអញ្ចឹងតែនេះខ្ញុំខ្ជិលតកោះបងប្អូនវាឆ្ងាយដែរហើយយើងបុកម៉ត់ហើយយើងថែមស្តៅដីនិងម្ទេសឆ្អើបុកតាមគ្រឿងបន្តទៀតបងប្អូននេះបងប្អូនដាក់បុកវាម៉ត់មកហើយនេះគឺតកូនមកយើងបងប្អូនអរគ្នាតកូននេះគឺខ្ញុំទិញគេដែរទេ2ដងបងប្អូនគឺ2000បងប្អូនអរគ្នាហើយនេះសាច់របស់យើងហាន់វាដាក់ចូលឆ្នាំងចឹងមកគ្រឿងគ្រើដាក់បុកមកយើងដាក់ចូលប្លុកមកថែមស្ករអំបិលវិជ័យហើយនឹងប្រហុកបងប្អូនទាំងគ្នាយើងក៏ច្រាមវាដាក់ចូលហើយនេះយើងដាក់ទឹកចូលមកងាស់វាដាច់ទឹកហ្នឹងបងប្អូនទាំងគ្នាដើម្បីកុំឲ្យវាធំក្លិនគូអីចឹងបងប្អូនទាំងគ្នាងាស់វាដាច់ទឹកហ្នឹងហើយចាំយើងដាក់ទឹកជាធម្មតាទៀតចូលបងប្អូនរំងាស់វាឲ្យខាប់ចឹងឲ្យឈ្ងុយឡើងក្លិនឈ្ងុយចឹងបងប្អូនទាំងគ្នានេះហើយយើងចាក់ទឹកធម្មតាចូលទៅដាក់មកល្មមមកផ្លែមកអីយើងមកគូសំចឹងបងប្អូនទាំងគ្នានេះទៅអត់មាននេះបបាទេបងប្អូនស្លម្ជូរគ្រឿងគឺងាយស្រួលមែនតើបងប្អូនហើយឆ្ងាញ់ទៀតបងប្អូនអរគ្នានេះចាក់ហើយយើងទុកវាចោលបងប្អូនទុកវាមកស្ទុះទៅពេលដែលវាពុះចាំយើងបង់បន្លែបងប្អូននេះដាក់តកួនយើងចូលផ្លុកមកបងប្អូនអរគ្នាបងប្អូនយើងដាក់តកួនចូលយើងបិទកាសទៅបងប្អូនបើយើងអត់បិទយើងទុកវាយូរទៅគឺតកួននឹងវាលេអស់ចង់និយាយថាវាផុយពេលយើងញ៉ាំអត់ឆ្ងាញ់ចឹងបងប្អូនពេលយើងបិទកាសទៅគឺតកួនមើលទៅគឺវាទំនងញ៉ាំចឹងបងប្អូនអរគ្នានេះខ្ញុំបិទកាសវាចោលទៅបងប្អូននេះឆ្អិនហើយអូបងប្អូនមកហូបបាយជាមួយខ្ញុំទាំងអស់គ្នាបងប្អូនឆ្អិនណាបងប្អូនណាជួយពេញភូមិហ្មងបងប្អូនអាចសាកល្បងធ្វើតាមវិធីនេះបានណាគឺងាយស្រួលហើយឆ្ងាញ់ទេបងប្អូនអរគ្នាតនីគឺលិតដៃបងប្អូនអរគុណច្រើនជួបគ្នា